សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាអញ្ចឹងយើងមកធ្វើលំហាត់មួយទាំងអស់គ្នាដែលក្នុងលំហាត់ហ្នឹងគឺតាក់ទងទៅនឹងបងប្អូនថ្នាក់ទី12តាក់ទងទៅនឹងជំពូកទី1មេរៀនទី2កត្តាជាអត្តពលទៅលើល្បឿនប្រតិកម្មគីមីអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើការបកស្រាយទាំងអស់គ្នាមកចឹងនៅក្នុងលំហាត់ហ្នឹងគេដាក់ថាគេឲ្យប៉ូតុងស្យានៃគូរេដុកអ៊ីយ៉ុងប៉ែម៉ង់កាណាតជាមួយនឹងអ៊ីយ៉ុងម៉ង់កាណេសមានតម្លៃ E0 ស្មើ 1.51 វ៉ុលហើយគូទី2គឺឧស្ម័នកាបូនិកជាមួយនឹងអាស៊ីតអុកសាឡិកមាន E0 ដក 0.49 វ៉ុលអញ្ចឹងគេឲ្យគូរេដុកមកពីគូគឺអ៊ីយ៉ុងប៉ែម៉ង់កាណាត E0 1.51 វ៉ុលនិងឧស្ម័នកាបូនិកហ្នឹងគឺ E0 ដក 0.49 វ៉ុលចឹងនៅក្នុងសំណួរកគេឲ្យយើងសរសេរសមីការតុល្យការតាំងប្រតិកម្មកើតឯងរវាងគូរេដុកទាំងពីរខដោយម្ដេចដែលហៅថាស្វ័យកាតាលីសតើប្រតិកម្មនេះអាចជាប្រតិកម្មស្វ័យកាតាលីសដែរឬទេព្រោះអ្វីកនៅខណៈទេល្បឿនកំណត់របស់អ៊ីយ៉ុងម៉ង់កាណេសមានតម្លៃស្មើនឹង2គុណ10សេគុណដក5ម៉ូលក្នុង1លីត្រក្នុង1វិនាទីចា៎ហ្នឹងគេប្រាប់មកជាល្បឿនខណៈចឹងល្បឿនខណៈរបស់ MN2 បូកនៅខណៈទេហ្នឹងគឺមានតម្លៃ2គុណ10សេគុណដក5ម៉ូលក្នុង1លីត្រក្នុង1វិនាទីសំណួរចូលទាញរកល្បឿនខណៈកំណត់របស់ CO2 នៅខណៈទេនេះហើយខបើសិនជាគេបន្ថែមកំហាប់អាស៊ីតអុកសាឡិកតើល្បឿនប្រតិកម្មរបស់យើងនឹងប្រែប្រួលដូចម្ដេចចឹងនៅក្នុងហ្នឹងយើងចាប់ផ្ដើមបកស្រាយទៅលើសំណួរកចឹងដើម្បីបកស្រាយលើសំណួរកបានគឺយើងត្រូវមើលតម្លៃ E0 គូដែលមានតម្លៃ E0 ខ្ពស់យើងដាក់នៅលើចំណែកគូដែលមានតម្លៃ E0 ទាបយើងដាក់នៅក្រោមចឹងគូរេដុករបស់យើងគឺយកអ៊ីយ៉ុងប៉ែម៉ង់កាណាតជាមួយនឹងអ៊ីយ៉ុងម៉ង់កាណេសដាក់នៅលើហើយឧស្ម័នកាបូនិកនិងអាស៊ីតអុកសាឡិកគឺដាក់នៅក្រោមអញ្ចឹងយើងដាក់គូរេដុកនៅលើវិធានកាម៉ារួចហើយយើងចាប់ផ្ដើមសរសេរសមីការរបស់យើងចឹងនៅក្នុងសមីការរបស់យើងនេះគឺប្រព្រឹត្តទៅនៅក្នុងមជ្ឈដ្ឋានអាស៊ីតដោយសារគូរេដុករបស់យើងអត់មានវត្តមានរបស់ទឹកទេអញ្ចឹងសមីការរបស់យើងនឹងគឺអនុវត្តនៅក្នុងមជ្ឈដ្ឋានអាស៊ីតដែលការថ្លឹងសមីការក្នុងមជ្ឈដ្ឋានអាស៊ីតយើងត្រូវចាំគោលការណ៍ចំនួន4ទី1គឺយើងត្រូវមើលធាតុដែលខុសពី O និង H ទី2គឺយើងត្រូវមើល O អង្គណាដែលខ្វះ O យើងថែមទឹកហើយទី3យើងមើល H អង្គណាខ្វះ H យើងថែម H បូកទី4យើងមើលបន្ទុកការថ្លឹងបន្ទុកហ្នឹងគឺយើងថែមអេឡិចត្រូនចឹងសម្រាប់ក្លាសសមីការទី1គឺយើងសរសេរពីអុកតេរ៉េឬក៏ពីឆ្វេងទៅស្ដាំពីអ៊ីយ៉ុងប៉ែម៉ង់កាណាតទៅអ៊ីយ៉ុងម៉ង់កាណេសជាតិធាតុគីមីនៅក្នុងហ្នឹងមានម៉ង់កាណេសហើយនិងអុកស៊ីសែនជាដំបូងគឺយើងមើលម៉ង់កាណេសមុនប្រតិកម្ម1ក៏កើត1ចឹងស្មើគ្នាហើយបន្ទាប់មកយើងមើលអុកស៊ីសែនមុនប្រតិកម្មមានចំនួន4ក៏កើតអត់មានទេចឹងខ្វះ O យើងត្រូវថែមទឹកចំនួន4ទឹកជំហានទី3យើងចាប់ផ្ដើមមើលអ៊ីដ្រូសែនមុនប្រតិកម្មអត់មានទេចឹងក៏កើតមេគុណ4សន្ទោះ2 4 2ដង8ចឹងខ្វះ H យើងត្រូវថែម H បូកចំនួន8 H បូកបន្តមកទៀតយើងគិតទៅលើបន្ទុកនេះដក1អានេះបូក8ចឹងបូក8ដក1នៅសល់7ហើយក៏កើតមានបូក2ចឹងយើងបោះអាតូចមករកអាថមចឹង2ហ្នឹងបូកបោះមកខាងឆ្វេងដកចឹង7ដក2នៅសល់5អេឡិចត្រូនអេឡិចត្រូននៅខាងឆ្វេងលំនាំហ្នឹងគេហៅថាលំនាំចាប់យកអេឡិចត្រូនចឹងកន្លះសមីការទី2យើងសរសេរចាប់ពីរ៉េទៅអុកពីស្ដាំទៅឆ្វេងអាស៊ីតអុកសាឡិកទៅឧស្ម័នកាបូនិកធាតុគីមីនៅក្នុងហ្នឹងមានចំនួន3មានអ៊ីដ្រូសែនមានកាបូនហើយនិងអុកស៊ីសែនចឹងជំហានទី1យើងមើលធាតុដែលខុសពី O និង H គឺកាបូនចឹងកាបូនមុនប្រតិកម្មមាន2ក៏កើតមាន1ចឹងយើងថែមមេគុណ2បន្តមកទៀតយើងមើលអុកស៊ីសែនចឹងអុកស៊ីសែនមានចំនួន4ចឹងក៏កើតក៏មាន4ដែរចឹងអុកស៊ីសែនស្មើហើយបន្តមកយើងមើលអ៊ីដ្រូសែនមុនប្រតិកម្មមាន2ក៏កើតអត់មានទេចឹងខ្វះ H យើងថែម2 H បូករួចហើយយើងគិតបន្ទុកមុនប្រតិកម្មបន្ទុក0ក៏កើតមានបូក2ចឹងយើងបោះអាតូចមករកអាថមចឹងបាន2អេឡិចត្រូនបន្តមកទៀតលំនាំហ្នឹងគឺអេឡិចត្រូននៅខាងស្ដាំចឹងគឺជាលំនាំនៃការបោះបង់អេឡិចត្រូន
ចឹងខាងលើចាប់5អេឡិចត្រូនខាងក្រោមបោះបង់2អេឡិចត្រូនចឹងអេឡិចត្រូនរួមរបស់យើងគឺយក10អ្នកមាន5យើងគុណ2អ្នកមាន2យើងគុណ5បន្ទាប់មកយើងធ្វើការសម្រួលអេឡិចត្រូនចឹង5 2 ដង 10 2 5 ដង 10 អស់បន្ទាប់មកយើងមើលហាស់បូកនេះ8 2 ដង 16ចឹងខាងនេះមាន2 5 ដង 10ចឹងយើងសម្រួលទៅនៅសល់6នៅខាងអង្គធាតុប្រតិករបន្ទាប់មកទៀតយើងចាប់ផ្ដើមសរសេរសមីការតុល្យការមកយើងបូកអង្គធាតុប្រតិករតាមអង្គធាតុប្រតិករកកើតតាមកកើតចឹងមេគុណ2នេះយើងរុញចូលមកបាន2 ដងអ៊ីយ៉ង់ពែម៉ង់កាណាតហើយមិញយើងនៅសល់6 ដងអ៊ីយ៉ង់អ៊ីដ្រូសែនបូកជាមួយនឹងអាស៊ីតអុកសាឡិកគុណនឹង5ចឹង5 ដងអាស៊ីតអុកសាឡិកឲ្យផល2 ដងអ៊ីយ៉ង់ម៉ង់កាណេសបូកនឹង8ទឹកបូកនឹង10អ៊ូស្មានកាបូនិកជានៅពេលដែលបងប្អូនធ្វើការសរសេរសមីការរួចហើយបងប្អូនត្រូវផ្ទៀងផ្ទាត់ម្ដងទៀតថាសមីការដែលយើងបានសរសេរហ្នឹងតើត្រឹមត្រូវឬទេចុះវិធីសាស្ត្រក្នុងការផ្ទៀងផ្ទាត់គឺយើងចាប់ផ្ដើមបូកអាតូមខាងអង្គធាតុប្រតិករនិងកកើតអ៊ីម៉ង់កាណេសមុនប្រតិកម្មនេះមាន2អញ្ចឹងកកើតមាន2ស្មើហើយបន្តមកទៀតយើងមើលអុកស៊ីសែន2 4 ដង 8 5 4 ដង 20អញ្ចឹងសរុបទៅ28អញ្ចឹងកកើតអានេះអុកស៊ីសែន8អានេះ20ទៀតស្មើហើយបន្តមកទៀតយើងមើលអ៊ីដ្រូសែន6 5 2 ដង 10អញ្ចឹងសរុបទៅ16អញ្ចឹងកកើត8 2 ដង 16ហើយកបោនមេគុណ5សន្ទុះ2 5 2 ដង 10អញ្ចឹងកកើត10និងមួយទៀតយើងមើលបន្ទុកមាន2ដកបូកអានេះ6នៅសល់4អញ្ចឹងកកើត2 2 ដង 4អញ្ចឹងនិយាយថាសមីការដែលយើងសរសេរហ្នឹងគឺត្រឹមត្រូវហើយអញ្ចឹងចូលដល់សំណួរទី2គេឲ្យយើងឲ្យនិយមន័យស្វ័យកាតាលីសអញ្ចឹងពាក្យថាស្វ័យកាតាលីសគឺជាកាតាលីសនៃប្រតិកម្មដោយផលិតផលកកើតរបស់វាមួយចំផលិតផលកកើតរបស់វាមួយហ្នឹងគឺ MN2 បូក MN2 បូកហ្នឹងគឺជាកាតាលីសនៃប្រតិកម្មដែលតួនាទីរបស់វាជាអង្គធាតុប្រតិករឯងប៉ុន្តែវាអាចคล้ายខ្លួនទៅជាកាតាលីករនៅពេលដែលមានវត្តមានរបស់វាភ្លាមគឺប្រតិកម្មហ្នឹងស្ទុះលឿនមួយរំពេចចឹងលក្ខខណ្ឌពិសេសរបស់ស្វ័យកាតាលីសគឺយើងមើលទៅលើ MN2 បូកដែលជាអង្គធាតុកកើតវាជាអង្គធាតុកកើតហើយคล้ายជាកាតាលីសនៃប្រតិកម្មមានន័យថាកើតហើយជំរុញឲ្យប្រតិកម្មហ្នឹងប្រព្រឹត្តទៅលឿនចឹងនៅក្នុងសមីការរបស់យើងហ្នឹងគឺមានវត្តមានរបស់ MN2 បូកដែលជាអង្គធាតុកកើតចេះបញ្ជាក់ថាប្រតិកម្មរបស់យើងហ្នឹងគឺជាប្រតិកម្មស្វ័យកាតាលីសចឹងបន្តទៅសំណួរកគេប្រាប់មកជាល្បឿនខណៈនៃកំណក MN2 បូកហើយគេសួររកល្បឿនខណៈកំណក CO2 អញ្ចឹងឲ្យមកជាល្បឿនស្រេចហើយយើងធ្វើការវាចាវាតាមសមីការអញ្ចឹងគេប្រាប់ MN2 បូកហើយគេសួររក CO2 ដល់យើងតាក់មេគុណគឺ CO2 មេគុណ10ហើយ MN2 បូកនេះគឺមេគុណ2អញ្ចឹងយើងមកធ្វើការគណនាល្បឿនខណៈកំណក CO2 នៅខណៈTដោយយើងធ្វើការវិចារតាមសមីការចឹងនៅក្នុងសមីការមិញគឺឧស្ម័នកាបូនិករបស់យើងមេគុណ10ចំណែកអ៊ីយ៉ង់ម៉ង់កាណេសរបស់យើងគឺមេគុណ2អញ្ចឹងយើងបាន10លើ2អញ្ចឹង10លើ2ស្មើនឹង5ចឹងល្បឿនខណៈកំណក CO2 ស្មើ5ដងនៃល្បឿនខណៈកំណក MN2 បូកនៅខណៈTអញ្ចឹងបាន5គុណនឹងតម្លៃដែលឲ្យមកគឺ2គុណ10សេគុណដក5អញ្ចឹង2 5ដង10អញ្ចឹងយើងនៅសល់តម្លៃ10សេគុណដក4ចឹងល្បឿនកំណករបស់ឧស្ម័នកាបូនិកនៅខណៈTគឺមានតម្លៃស្មើនឹង10ស្វ័យគុណដក4ម៉ូលក្នុងមីលីត្រក្នុង1វិនាទីហើយនឹងសំណួរខចុងក្រោយគេសួរថាបើសិនជាគេបន្ថែមកំហាប់អាស៊ីតអុកសាឡិកទៅក្នុងប្រតិកម្មតើប្រតិកម្មរបស់យើងនឹងប្រព្រឹត្តទៅដូចម្ដេចចឹងអាស៊ីតអុកសាឡិកហ្នឹងនៅក្នុងសមីការតុល្យការវាគឺជាអង្គធាតុប្រតិករចឹងកាលណាយើងបន្ថែមកំហាប់នៃអង្គធាតុប្រតិករធ្វើឲ្យប្រតិកម្មរបស់យើងហ្នឹងប្រព្រឹត្តទៅកាន់តែលឿនចឹងសំណួរខគឺយើងត្រូវឆ្លើយថាប្រតិកម្មរបស់យើងហ្នឹងប្រព្រឹត្តទៅលឿនដោយសារតែគេបន្ថែមកំហាប់អាស៊ីតអុកសាឡិកចឹងតកតងទៅនឹងលំហាត់ស្វ័យកាតាលីសមួយនេះអ្នកគ្រូសូមបញ្ចប់ត្រឹមហ្នឹងចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗបន្តទៀត